ប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតនៅលើពិភពលោកពុកម៉ែបងប្អូននេះគឺជាផែនទីរបស់ពិភពលោកអីនេះប្រទេសទី1ធំជាងគេនេះគឺរុស្ស៊ីពុកម៉ែបងប្អូនមើលផ្ទៃដីរៀងពណ៌ទឹកក្រូចទឹកក្រូចតិចហ្នឹងគឺជាប់ថ្នាក់លេខ1អីនេះគឺរុស្ស៊ីផ្ទៃដីធំនិយាយពីទំហំវិញសឹងនឹងស្មើនឹងពាក់កណ្ដាលពិភពលោកតែឯងណាគឺទឹកដីរបស់រុស្ស៊ីហ្នឹងឯងដែលមានវ្លាឌីមៀពូទីនអត់ខ្លាចគេអត់ខ្លាចណាណីទេគឺរុស្ស៊ីបាទជាប់លេខ2គឺប្រទេសកាណាដាបងប្អូននេះកាណាដារៀងមានផ្ទៃពណ៌លឿងណានេះដែលមានផ្ទៃដីជាប់អាឡាស្កាជាប់សហរដ្ឋអាមេរិកនៅខាងនេះណាយើងខាងនេះហើយលេខ4គឺប្រទេសមួយណាបងប្អូនសាកមើលនៅក្នុង map មើលនេះមានបាក់ប្រហែលគ្នាទេប៉ុន្តែគឺវាខុសទៅគ្នាទំហំតិចតួចណាគឺលេខ3គឺប្រទេសចិនបងប្អូននេះចិនខ្ញុំគូឲ្យកំពុងឲ្យតែមានផ្ទៃដីពណ៌រៀងលឿងស្រាលនេះបងប្អូនខ្ញុំស៊ូមមកបន្តិចចិនគឺជាប់លេខ3លើពិភពលោកទំហំផ្ទៃដីដែលមានប្រទេសជាច្រើនជាប់ដូចជាម៉ុងហ្គូលីបាទកាហ្សាស្ថានគីស៊ីស្ថានមានជាប់ទាំងមីយ៉ាន់ម៉ាជាប់ទាំងឡាវជាប់ទាំងវៀតណាមប៊ូតង់នេប៉ាល់បាទគឺជាប់ចំណាត់ថ្នាក់លេខ3នៅលើពិភពលោកណាគឺប្រទេសចិនហើយយើងមើលលេខ4បងប្អូនលេខ4គឺសហរដ្ឋអាមេរិកបងប្អូនដែលនៅក្រោមកាណាដាហ្នឹងផ្ទៃដីរៀងបើយើងមើលពីពណ៌វិញគឺរៀងពណ៌ស្លឹកចេកខ្ចីបាទស្លឹកចេកខ្ចីនេះជាប់ចំណាត់ថ្នាក់លេខ4លើពិភពលោកបងប្អូនមើលលេខ5គឺមាន2ប្រទេសណាដែលវាទំហំប្រហែលគ្នាបងប្អូនអាចទាយបានទេថាតើប្រទេសមួយណាដែលខ្ញុំគូព្រួញចោលបង្ហាញបន្តិចគឺមានប្រេស៊ីលហើយនិងអូស្ត្រាលីទំហំផ្ទៃដីណាបើយើងមើលរូបភាពវាប្រហែលគ្នាប៉ុន្តែគេបានបែងចែកយកយ៉ាងដែលថាមានធំមានតូចបាទលេខ5គឺប្រេស៊ីលបងប្អូនប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ5ណាពណ៌រៀងលឿងនេះបាទអញ្ចឹងសរុបមកវិញគឺមាន5ប្រទេសនេះដែលមានផ្ទៃដីធំជាងគេបំផុតនៅលើពិភពលោកតាមលេខរៀងគឺមានរុស្ស៊ីបាទកាណាដាចិនអាមេរិកហើយនិងប្រេស៊ីលអូខេអញ្ចឹងខ្ញុំឲ្យមើលអានេះបន្តិចទៅនេះបងប្អូនរុស្ស៊ីគឺ17លានកាណាដាគឺ 9.98 លានចិនគឺ 9.6 លានហើយអាមេរិក 9.6 លានដែរហើយប្រេស៊ីល 8.5 មីលានអូមិនលានធម្មតាគឺមីលានណាបងប្អូនច្រើនអូខេអញ្ចឹងសរុបមកវិញគឺមានតែប៉ុណ្្នឹងទេយើងនិយាយអំពីផ្ទៃដីរបស់5ប្រទេសដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោកអូខេអរគុណច្រើនបាយបាយ